នេះអ្នកទាំងអស់គ្នាជើងខ្ញុំនៅព្រឹកថ្ងៃទី2នេះដែលខ្ញុំលាបថ្នាំបាន2ថ្ងៃហើយឃើញថាអាចថាវារៀងអន់បងប្អូនទាំងអស់គ្នានេះឃើញវារៀងអន់អាឡើងក្រហមនេះក៏ប៉ុន្តែអាកន្លែងដែលវាខ្លាំងកន្លែងដែលវាខ្លាំងចេញពងបែកហ្នឹងគឺថាខ្លាំងតែម្ដងបងប្អូនទាំងអស់គ្នានេះឃើញទេឡើងខ្លាំងជាងរាល់ថ្ងៃចាអញ្ចឹងហើយបានជាយប់មិញហ្នឹងគឺខ្ញុំដេកអត់លក់ទេបងប្អូនទាំងអស់គ្នាយប់មិញហ្នឹងអូនិយាយពីថាឈឺក៏ហាយផ្សាពឺតយកតែម្ដងចាបងប្អូនទាំងអស់គ្នានេះឃើញទេនេះវាឡើងអញ្ចឹងណាវាឡើងពងបែកក៏ប៉ុន្តែនេះឃើញថាដូចជាវាឡើងខ្លាំងមែនក៏ប៉ុន្តែឃើញថាដូចជាវារៀងក្រៀមមុខបន្តិចហើយបងប្អូនទាំងអស់គ្នានេះដូចចង់ក្រៀមមុខហើយនេះលាបថ្នាំបាន2ថ្ងៃម្សិលមិញយប់ម្សិលមិញហ្នឹងវាឡើងខ្លាំងមែនក៏ប៉ុន្តែនេះព្រឹកឡើងវារៀងចង់ក្រៀមមុខហើយម៉ោងស្មាននេះគឺខ្ញុំអត់សូវឈឺទេបងប្អូនទាំងអស់គ្នាពេលព្រឹកមិញក្រោកឡើងឈឺកាហាយផ្សាដែរក៏ប៉ុន្តែម៉ោងនេះគឺថាវាអត់ឈឺទេបងប្អូនអត់ឈឺកាហាយផ្សាអីទេដោយសារតែខ្ញុំអត់ដើរម្សិលមិញហ្នឹងអាចថាប្រហែលជាមកពីខ្ញុំដើរច្រើននិយាយទៅម្សិលមិញហ្នឹងដើរច្រើនមែនចាបោកកៅអៅហាកៅអៅធ្វើម្ហូបទុកឲ្យកូនចាអាំងនំប៉័ងធ្វើម្ហូបធ្វើនេះធ្វើនោះទុកឲ្យប្តីអញ្ចឹងដល់តែពេលមានណាយប់ឡើងឈឺកផ្លូវឈឺឆ្អឹងកផ្លូវហើយឈឺជើងហ្នឹងហើយទៅអាជើងហ្នឹងក្តៅកាហាយផ្សាទៀតអូនិយាយពីថាវេទនាតែម្ដងនេះអ្នកទាំងអស់គ្នាចា2ថ្ងៃហើយចាំមើលថ្ងៃទី3ដឹងមិនទៅចាចាំមើលយប់ហ្នឹងដឹងឈឺទៀតអត់ទេនេះ